រដ្ឋបាលខេត្តត្បូងឃ្មុំប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស12ធ្នូឆ្នាំ2026លោកជំទាវលេងសុខាសមាជិកក្រុមប្រឹក្សាខេត្តតំណាងអាយុដំឡុងធៀមប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវនីចន្ទធីតាអភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តតំណាងអាយុដំប៉ែនកុសលអភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស12ធ្នូឆ្នាំ2026នៅព្រឹកថ្ងៃទី30ខែមីនាឆ្នាំ2026នេះស្ថិតនៅសាលប្រជុំកោសាលាខេត្តត្បូងឃ្មុំពិធីនេះបានរៀបចំឡើងក្រោមប្រធានបទយើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធអនឡាញដើម្បីបន្តដាស់តឿននិងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលនៃការជួញដូរមនុស្សគ្រប់ទម្រង់ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងរីករាលដាលនាពេលបច្ចុប្បន្នលោកជំទាវនីចន្ទធីតាអភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថាការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះគឺក្នុងគោលបំណងប្រកាសផ្សព្វផ្សាយអំពីស្ថានភាពប្រែប្រួលនៃបទល្មើសជួញដូរនិងបទល្មើសពាក់ព័ន្ធកលល្បិចជលល្មើសបទពិសោធន៍នៃភាពរងគ្រោះនិងការបដិញ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការធ្វើប្រតិបត្តិការបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សព្រមទាំងបទល្មើសពាក់ព័ន្ធដទៃទៀតដែលបង្កភាពស្មុគស្មាញនិងចាំបាច់ត្រូវរួមគ្នាដោះស្រាយលោកជំទាវអភិបាលរងខេត្តបានសំណូមពរដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់និងតាមបណ្ដាសាលារៀនបន្តផ្សព្វផ្សាយតាមរូបភាពផ្សេងៗនៅសារដ៏មានសារៈសំខាន់នៃទិវាជាតិ12ធ្នូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើឆបោកតាមអនឡាញសម្រាប់ជាការដាស់តឿនប្រជាពលរដ្ឋឲ្យបានយល់ដឹងនិងចូលរួមបង្ការទប់ស្កាត់និងការពារខ្លួនពីអំពើជួញដូរមនុស្សកន្លងទៅថ្មីៗនេះរដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយអាយុដំប៉ែនកុសលអភិបាលខេត្តបានដាក់ប័ណ្ណបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធនៃគណៈបញ្ជាការរដ្ឋបាលខេត្តចូលបង្ក្រាបទីតាំងល្បែងអនឡាញស្កេមខុសច្បាប់យ៉ាងសស្រាក់សស្រាំនិងធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងដកហូតនៅវត្ថុតាងនៃអំពើខុសច្បាប់ទាំងនោះផងដែរនេះគឺជាការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តត្បូងឃ្មុំក៏ដូចជាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលមានប្រសាសន៍ថាកម្ពុជានឹងលុបបំបាត់នៅទីតាំងល្បែងអនឡាញខុសច្បាប់និងឧក្រិដ្ឋជនឆបោកតាមអនឡាញខុសច្បាប់ដើម្បីធ្វើយ៉ាងណាមិនឲ្យកម្ពុជាក្លាយជាជំរកនៃឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនិងជាទីកន្លែងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកទស្សនានិងកំសាន្តក្នុងទឹកដីកម្ពុជាយើង